ថៃរកឃើញមានអ្នកឆ្លងជំងឺអង់ត្រាក់ពីករណីនិងមានអ្នកស្លាប់ម្នាក់ដោយសារបរិភោគសាច់គោឆៅនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងឬហៅកាត់ CDC បានឲ្យដឹងថាខេត្តមុកដាហានប្រទេសថៃបានរកឃើញវិជ្ជមានជំងឺអង់ត្រាក់ឬហៅថាពឹសធ្យូងពីករណីហើយដែលកើតលើមនុស្សក្នុងនោះមួយករណីបានបណ្ដាលឲ្យបរិសុទ្ធអាយុ50ឆ្នាំម្នាក់ស្លាប់និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យមូលហេតុដែលឆ្លងជំងឺនេះដោយសារពួកគេបរិភោគសាច់គោឆៅដែលមានឆ្លងមេរោគបាក់តេរីអង់ត្រាក់ជំងឺនេះមានឱសថព្យាបាលជាបានក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងឬហៅកាត់ CDC បានឲ្យដឹងទៀតថាជំងឺអង់ត្រាក់ឬហៅថាពឹសធ្យូងគឺជាជំងឺឆ្លងដែលបណ្ដាលមកពីបាក់តេរី Bacillus anthracis ការឆ្លងបណ្ដាលមកពីបរិភោគសាច់គោឆៅឬប៉ះពាល់នឹងប្រភេទសត្វស៊ីស្មៅដូចជាគោក្របីជាដើមជំងឺបង្កឡើងដោយមេរោគបាក់តេរីនេះមាន3ទម្រង់គឺជំងឺអង់ត្រាក់លើមនុស្សស្បែកដង្ហើមចូលនិងក្រពះពោះវៀនការព្យាបាលភ្លាមជាមួយនឹងថ្នាំអង់ទីប៊ីយោទិកគឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត